ថ្ងៃនេះម៉ាម៉ាក់និងប៉ាប៉ាក្បត់កូនពៅទៅវាលស្រែតែពីរនាក់អត់យកកូនពៅទៅតាមទេដោយសារតែកូនពៅរវល់នៅលេងជាមួយមិត្តភក្តិក្នុងភូមិអញ្ចឹងណាហើយចង់នឹងថាម៉ាម៉ាក់និងប៉ាប៉ាទៅណាអត់ទៅវាលស្រែហ្នឹងគឺកាន់បវិចបច្បងនេះបងប្អូនអរគ្នាពីរស្បោងគឺតម្រង់ទៅដាក់មងរាយមងយកត្រីណាបងប្អូនអរគ្នាហើយមកដល់កន្លែងនេះគឺថារៀងភក់តិចចឹងណាប៉ាប៉ាលុតផ្លោះទៅហើយចំណែកម៉ាម៉ាក់វិញក៏លុតផ្លោះដែរប៉ុន្តែមកដល់ហើយនឹងស្តុបថត selfie អីលេងមិនតិចសិនទៅដោយសារតែប៉ាប៉ាហ្នឹងគាត់រវល់ដឹងថារវល់ធ្វើអីគេអត់គឺគាត់រវល់រៀកកាប់បកគោលមងណាបងប្អូនអរគ្នាកាប់ដើមឈើទូចហ្នឹងយកមកធ្វើជាបកគោលមងដើម្បីងាយស្រួលក្នុងការរាយមងហើយទឹកឡើងជន់អស់ហើយបងប្អូនអរគ្នាអើយលិចស្រែលិចស្រូវអស់ហើយទាំងស្រូវអ្នកក្នុងភូមិប្រជាពលរដ្ឋព្រមទាំងស្រូវរបស់ម្ដាយនេះខ្ញុំផងដែរម៉ែនេះខ្ញុំក៏លិចដែរគួរសោកស្ដាយខ្លាំងមែនទែនមិនដឹងធ្វើម៉េចហើយឡើយនឹងប៉ាប៉ាកំពុងតែបន្តកាប់បកគោលលបងបកគោលលបងបកគោលមងនឹងថែមទៀតណាចំណែកម៉ាម៉ាក់វិញគឺតែពីថតអញ្ចឹងទៅមកនឹងគ្មានការស្អីទេគ្រាន់តែមកថតជូនប៉ាប៉ាមកជាកម្លាំងចិត្តទេអត់បានធ្វើអីក៏ដោយបានជាកម្លាំងចិត្តទៅបានហើយឥឡូវហ្នឹងប៉ាប៉ាកាប់បកគោលលបងរួចរាល់ហើយក៏បានយកមកពីដៃម៉ាម៉ាក់បន្តដំណើរទៅមុខទៀតហើយតាមផ្លូវហ្នឹងរៀងម្ដេចម្ដប់ល្អលើដែរចឹងក៏ដុំឆែបហ៎ដោយសារតែមេឃភ្លៀងហើយវាល្អហើយទឹកឡើងទៀតចាវាសើមដីស្អិតល្អចឹងណាហើយទេសភាពទៅវិញនឹងឧទាស្ខៀវស្រស់បំប្រងតែម្ដងប៉ុន្តែទោះបីជាខៀវស្រស់យ៉ាងណាក៏អត់សប្បាយចិត្តដែរបងប្អូនអរគ្នាដោយសារអីគេដោយសារតែស្រូវលិចទឹកបាត់ហើយអត់មានបានផលអីទេខាតច្រើនខ្លាំងមែនតែនមិនថាតែម្ដាយនេះខ្ញុំមិនថាតែបងប្អូនប្រជាពលរដ្ឋផ្សេងទេគឺថាខាតខ្លាំងមែនតែនអត់បានលក់អត់បានហូបទៀតខាតត្មងណាដោយសារតែទឹកវាឡើងកាល់គេបិទទឹកកន្លែងមាត់ទ្វារទឹកបិទបើកហ្នឹងគេបិទព្រោះគេខ្លាចទឹកហូរទៅតាមបន្លាយផ្សេងគេកំពុងធ្វើផ្លូវធ្វើអីចឹងណាធ្វើឲ្យទឹកកាល់ភ្លាមធ្វើឲ្យលិចស្រូវឥឡូវប៉ាប៉ាកំពុងតែមើលស្រូវម៉ែនេះខ្ញុំក៏ធ្វើម្ដាយនេះខ្ញុំក៏ធ្វើនឹងលិចតែម្ដងរសោះចុងតិចហ្នឹងក៏រលួយដែរបើគេផ្សេងវិញលិចផ្លឹបអត់មានឃើញចុងតែម្ដងនេះបងប្អូនអរគ្នាតែរលួយអស់ហើយអត់មានបានផលអីទេដឹងតែខូចនេះកដោកាត់ផងអីផងទឹកលិចផងកដោកាត់ផងរលួយស្អុយពេញនឹងតែម្ដងដើមស្រូវណាបើខាងគេផ្សេងវិញលិចគ្មានឃើញចុងបន្តិចអីក៏អត់មានឃើញដែរមើលទៅគួរឲ្យសំណោកសោកស្ដាយប៉ុន្តែមិនដឹងធ្វើមកចុះបើវាជ្រុលជាខូចបាត់ចឹងទៅហើយធ្លាប់តែថាខ្លាចខ្វះទឹកឥឡូវនេះទឹកលិចអីចឹងណាហើយដល់នឹងប៉ាប៉ាកំពុងតែរៀបចំពលាមងហើយដើម្បីយកទៅរាយនៅក្នុងទឹកវាស្រែហ្នឹងណាបងប្អូនអរគ្នាតែតែសាមុនក៏ដាក់ទៅរៀងបានដែរក៏ចង់ដាក់សាក់មើលទៀតមើលតើវាបានទៀតអត់អីចឹងណាអានឹងយើងមិនអាចកំណត់បានទេនេះហើយនេះគាត់កំពុងតែមើលបកគោលគាត់ដាក់សាមុនបកគោលចាស់តាំងពីសប្តាហ៍មុនណាតាំងពី 4-5 ថ្ងៃមុនហ្នឹងហើយបងប្អូនអរគ្នាប្រហែលជាសប្តាហ៍មុនអីចឹងណាគាត់រាយតាមនឹងដែរឥឡូវហ្នឹងគាត់មិនដាក់ពាក់លើបកគោលចាស់នឹងមួយហើយគាត់ក៏បន្តរាយដាក់ទៅមុខថែមទៀតចឹងទៅដាក់បកគោលថ្មីទៀតចឹងណាដើម្បីឲ្យវាមានលំនឹងជាប់ជាមួយនឹងមងកុំឲ្យវាហូរតាមទឹកឬក៏វារៀបដល់ដីចឹងណាខ្ញុំមិនដែលដាក់ទេតែកូនអ្នកស្រែតែខ្ញុំមិនដែលរកត្រីដាក់មងអីចឹងទេបងប្អូនអរគ្នាយ៉ាងយើងជាស្រីផងអត់ចេះរៀនមកអត់ចេះអីទេហើយលើកទី1ដែលខ្ញុំមកឃើញផ្ទាល់អញ្ចេះណាធ្លាប់តែឃើញគេលើកមងគេពាក់ហើយដល់ពេលមកឃើញផ្ទាល់អញ្ចឹងទៅថាគេដាក់មងអញ្ចឹងទេទៅតែដឹងនេះឯងដោយនេះខ្ញុំថាអញ្ចឹងប៉ាប៉ារាយមកខ្ញុំមិនមានហ៊ានចុះទឹកទេខ្លាចបងប្អូនអរគ្នាខ្លាចអីខ្លាចឆ្លើងបានតែថតលេងអញ្ចឹងទៅចុះទឹកកន្លែងនោះបន្តិចមិននឹងព្រឹសវសឹងអីបាទថតមើលប៉ាប៉ាអញ្ចឹងណាឃើញប៉ាប៉ានោះទូចមួយអញ្ចឹងទៅក៏ថតលេងមើលទេសភាពអីជុំវិញអញ្ចឹងណាមើលបដាស្នោស្រូវបដាអីចឹងទៅអត់សប្បាយចិត្តទេសោកស្ដាយណាបងប្អូនអរគ្នាតម្រាប់បានប៉ុណ្ណេះណាអស់ថ្លៃពូជផងអស់ថ្លៃជីផងគឺថាមិនអស់តិចណាហើយខាងក្រោយនេះខ្ញុំគឺជាទឹកប្រែកដែលធ្លាប់តែបូមដាក់ស្រែអាពេលរដូវអត់ទឹកស្នោប៉ុណ្ណឹងហើយហ្នឹងនៅឆ្លៀតថត TikTok លេងទៀតលោកព្រះហើយព្រះអង្គហើយអត់មានខ្វាយខ្វល់អីទីសោះអញ្ចឹង
បត់ហើយចូលបត់ទៀតហ្នឹងអត់មានថាប្តីចុះទឹកអីណាដាក់ម៉ងដាក់អីខ្លួនឯងគិតតែពីថត TikTok អត់យល់មកម៉ាក់ម៉ងណាដឹងគិតអីនេះឥឡូវណាប៉ាដាក់ម៉ងរួចរាល់ហើយក៏ផ្ដាំឡើងលើគោកវិញណាហើយឡើងបដាហ្នឹងគេសាកលើកម៉ងនឹងបដាមើលមានត្រីជាប់អត់អត់ចឹងណាតាមពិតទៅអត់មានត្រីទេបានមួយដែរបងប្អូនអរគ្នាបានកូនត្រីមួយដែរយកមកឲ្យប្រពន្ធមើលតែវាទៅ slow អត់គ្រាន់ទេមួយហ្នឹងក៏បានកូនត្រីមួយហ្នឹងគេបោះឲ្យប្រពន្ធមើលត្រីគេបងប្អូនអរគ្នាចាំមើលវ៉ាត្រីកាភ្លៀងមួយដែរតានឹងគំថាអូក្នុងនោះមានត្រីហើយឥឡូវនេះកំពុងធ្វើនៅផ្ទះវិញណាបងប្អូនអរគ្នារងចាំមើលថាបានត្រីអត់ចាំមើលវីដេអូក្រោយប៉ុន្តែវីដេអូក្រោយមិនដឹងថាបានថតអត់ទេបងប្អូនអរគ្នាពួកអីណាពេលនេះខ្ញុំមកអីទេតែពេលខ្ញុំត្រឡប់ទៅផ្ទះវិញអូយមានឆ្លើងដឹងបានមកថតវិញអត់ទេហើយមិនអស់ចិត្តនេះបងប្អូនអរគ្នាមកផ្ទះវិញអាហ្នឹងតាមផ្លូវហ្នឹងណាឆ្លៀតររបស់សម្រាប់គីឡូទៀតអូយនិយាយថាម៉ាក់នឹងសំដសើហ្មងណា